ជំរាបសួរលោកគ្រូនិងសួស្តីមិត្តអ្នកនរគ្នាថ្ងៃនេះខ្ញុំមកធ្វើការអានមេរៀនទី7ដែលលោកគ្រូបានដាក់ឲ្យអានចឹងខ្ញុំចាប់ដើមអានមេរៀនទី7គេនិយាយពីទូចឆន្ទៈក្នុងការតំណាំដងសាធារណៈហើយវត្ថុបំណងនៃមេរៀនហ្នឹងគេចង់ឲ្យយើងដឹងដូចជាបញ្ចូលពីអត្ថន័យនិងសារៈសំខាន់ក្នុងទូចឆន្ទៈសុឆន្ទៈក្នុងការផ្សព្វផ្សាយផលិតផលឬសេវាកម្មនិងរបៀបដែលពួកគេជួយជំរុញការលក់និងស្គាល់ម៉ាករបៀបដែលទូចឆន្ទៈអាចជួយសន្សំពេលវេលាបង្កើតទំនុកចិត្តមហាជនតាក់ទាញអតិថិជនថ្មីបង្កើតការលក់និងបង្កើតវេទិកាផ្សព្វផ្សាយទៅកាន់តែសម្បូរចំណុចទី3ណែនាំអំពីប្រភេទផ្សេងៗនៃ influencer មានដូចជា nano micro mid tailor macro mega និងរបៀបជ្រើសរើសប្រភេទណាដែលសមស្របទៅនឹងគោលដៅទីផ្សារនិងទំហំអាជីវកម្មជំហាននិងកត្តាសំខាន់ៗក្នុងការជ្រើសយក influencer ដូចជាការកំណត់គោលដៅនិងការវិភាគអ្នកតាមដាននិងពិនិត្យគុណភាពវេទិកានិងការវាយតម្លៃការចូលរួមដើម្បីធានាថាយុទ្ធនាការទីផ្សារទទួលបានជោគជ័យបង្ហាញពីគុណវិបត្តិដែលអាចកើតឡើងមានការប្រើទូចឆន្ទៈដូចជាហានិភ័យនិងនៃរឿងអាស្រូវការចំណាយនិងការលំបាកក្នុងការវាស់ស្ទង់នៅបន្ទាប់លើកកម្ពស់ការយល់ដឹងការពឹងផ្អែកទៅលើទូចឆន្ទៈមិនគ្រប់គ្រាន់ទេតែណែនាំឲ្យប្រើវិធីសាស្ត្រទីផ្សារផ្សេងៗដើម្បីធានានិរន្តរភាពអាជីវកម្មទី1ក្តីផ្ដាំគឺទូចឆន្ទៈឬ brand ambassador គឺជាបុគ្គលដែលតំណាងឲ្យក្រុមហ៊ុនក្នុងការផ្សព្វផ្សាយផលិតផលឬសេវាកម្មដើម្បីជំរុញការលក់និងលើកកម្ពស់កេរ្តិ៍ឈ្មោះយីហោជាទូទៅទូចឆន្ទៈច្រើនតែជាអ្នកល្បីឈ្មោះឬ influencer ដែលមានគេស្គាល់ច្រើនឬអាចជាអ្នកគ្រប់គ្រងយីហោដែលមានឥទ្ធិពលទៅលើអ្នកជំរុញខ្លួនលើសពីនេះអង្គភាពមួយចំនួនបានធ្វើយុទ្ធសាស្ត្រទីផ្សារដោយផ្ដល់កម្រៃជើងសារ influencer នៅលើបណ្ដាញសង្គមដើម្បីជួយផ្សព្វផ្សាយជំរុញការលក់ផលិតផលសេវាកម្មការសហការជាមួយ influencer មានការពេញនិយមខ្លាំងនាពេលបច្ចុប្បន្នព្រោះយុវវ័យភាគច្រើនចូលចិត្តតាមដានបុគ្គលល្បីៗនិងជារឿងរ៉ាវសម្រាប់ចិត្តទិញឬធ្វើតាមអ្វីដែលពួកគេណែនាំការប្រើទូចឆន្ទៈនឹងជួយឲ្យក្រុមហ៊ុនទៅដល់ទស្សនិកជនគោលដៅបានយ៉ាងមានប្រសិទ្ធភាពតាក់ទាញយកភាពជឿជាក់និងឥទ្ធិពលរបស់បុគ្គលទាំងនោះយុទ្ធសាស្ត្រទីផ្សារមួយនេះផ្ដល់ភាពងាយស្រួលចំណាយពេលវេលាចំពោះម្ចាស់អាជីវកម្មគ្រាន់តែធ្វើអ្នកទំនងទៅកាន់បុគ្គលល្បីឬតារាណាមួយដែលមានអ្នកគ្រប់គ្រងមហាជនឬមានចំនួនអ្នកតាមដានគេហៅថា follower ច្រើននៅក្នុងបណ្ដាញសង្គមដោយផ្ដល់នៅប្រាក់កម្រៃណា commission នៅពេលដែលពួកគេបានជួយផ្សព្វផ្សាយសេវាកម្មនិងការលក់ផលិតផលនោះហើយការផ្សព្វផ្សាយផលិតផលនោះអាចជាការសរសេរអត្ថបទការបង្ហោះវីដេអូការផ្សព្វផ្សាយបន្តផ្ទាល់គេហៅថា live ឬបង្ហោះការប្រើប្រាស់ផលិតផលនៅក្នុងសកម្មភាពប្រចាំថ្ងៃ add story មាន post feed អីចឹងណាក្នុងគណនីបណ្ដាញសង្គមរបស់ influencer ទាំងនោះជាដើមសូមបញ្ជាក់ថាផងដែរថាអ្នកដែលមានឥទ្ធិពលគេហៅថា influencer ហ្នឹងមកពីពាក្យ influ ដែលមានន័យថាឥទ្ធិពលឬដូច្នេះពាក្យថា influencer មានន័យថាបុគ្គលដែលមានឥទ្ធិពលឬអាចមានឥទ្ធិពលទៅលើអ្នកដទៃអ្នកមានឥទ្ធិពលត្រូវបានគេចាត់ទុកថាជាបុគ្គលសំខាន់ម្នាក់ក្នុងវិស័យទីផ្សារនិងការផ្សព្វផ្សាយពាណិជ្ជកម្មតើ brand ambassador ជួយអ្វីខ្លះមែនតើទៅ BA ម្នាក់មែនទៅអាហ្នឹងគេហៅថា BA ម្នាក់អាចជួយទៅលើរឿងដែលច្រើនទៅដល់ជាហៅក្រុមហ៊ុនមួយហើយខាងក្រោមនេះយើងនឹងលើកយកនៅគុណសម្បត្តិគុណតម្លៃមានច្រើនមានដូចជាជួយឲ្យយីហោល្បីលឿនទទួលបានទំនុកចិត្តពីមហាជននិងចំណេញពេលវេលាសិនបើក្រុមហ៊ុនមួយគ្រាន់តែ
ចលនារូបឬផលិតវីដេអូដែលពីគុណភាពសម្បត្តិល្អៗនៃផលិតផលឬសេវាកម្មរបស់ខ្លួនហើយផ្សព្វផ្សាយទៅកាន់អ្នកមហាជនជួយការត្រូវបានចំណាយពេលយូរនិងចំណាយលុយច្រើនដើម្បីឲ្យមហាជនស្គាល់សម្រាប់ចាត់ទិញឬស្របពេលដែលការជួល BA ដែលជាបុគ្គលល្បីៗមានឥទ្ធិពលមួយរូបដែលមានគេស្គាល់ច្រើនស្រាប់តែឲ្យមកជួយនិយាយពីគុណសម្បត្តិល្អៗពីផលិតផលឬសេវាកម្មអាចចាក់ធ្លុះដល់បេះដូងអ្នកមើលឲ្យទុកចិត្តនិងហ៊ានសម្រេចចិត្តថាប្រើផលិតផលឬសេវាកម្មនោះដោយប្រើរយៈពេលខ្លីជាងទទួលបានអតិថិជនថ្មីបង្កើតចំនួននៃការលក់នឹងមិនដូចដែលបានរៀបរាប់ពីខាងលើ BA ភាគច្រើនគឺជាបុគ្គលដែលមានឥទ្ធិពលឬមានបុគ្គលល្បីដែលមានជាបុគ្គលល្បីដែលគេស្គាល់ច្រើននៅក្នុងសង្គមហេតុនេះក្រុមហ៊ុនមួយអាចមានឱកាសទទួលបានអតិថិជនថ្មីជាច្រើនអ្នកត្រឡប់មកវិញដែលអតិថិជនទាំងនោះអាចជាអ្នកគ្រប់គ្រង BA ខាងក្រុមហ៊ុនជួលមកឬជាភាសារបស់យុវវ័យសម័យ2025ច្រើនតែនិយាយថាប្រើតាម idol លើពីនេះអតិថិជនថ្មីមួយក្រុមទៀតអាចជាមនុស្សដែលកំពុងតែចាប់អារម្មណ៍ទៅលើផលិតផលសេវាកម្មក្រុមហ៊ុនរបស់នោះស្រាប់ប៉ុន្តែមិនទាន់សម្រេចចិត្តទិញដោយសារមិនទាន់មានទំនុកចិត្តលើក្រោយពេលដែលឃើញ BA ដែលជាបុគ្គលសាធារណៈល្បីមានជាប់ពាក់ព័ន្ធទៅនឹងតំណាងក្រុមហ៊ុនដូច្នេះវាក៏ជាអាចកត្តាជំរុញច្រានមួយឲ្យក្រុមហ៊ុនឲ្យមនុស្សចាប់អារម្មណ៍ស្រាប់ទាំងនោះហ៊ានធ្វើការសម្រេចចិត្តទិញដោយលែងមានការសង្ស័យផងដែរការនិយាយតគ្នាជាទីផ្សារដែលមានឥទ្ធិពលបំផុតដោយជាទូទៅនៅពេលដែលចង់ទិញរបស់អ្វីមួយមនុស្សច្រើនតែសួរនៃអ្នកជុំវិញខ្លួនហើយប្រសិនបើមនុស្សដែលគាត់ស្គាល់ណែនាំថាទិញទៅយីហោមួយនេះល្អណាស់សូម្បីតែតារាចម្រៀងម្នាក់នោះក៏ប្រើដែរហើយបើមានអ្នកណែនាំបែបនេះដូច្នេះឱកាសដែលបុគ្គលមួយរូបនោះទៅទិញគឺខ្ពស់ខ្លាំងព្រោះគាត់ជឿជាក់ទៅលើបទពិសោធន៍មនុស្សដែលគាត់ស្គាល់ហើយក៏ជាទំនុកចិត្តតាមអ្វីដែលតារាចម្រៀងល្បីមួយរូបនោះបានបញ្ជាក់ផងដែរជួយឲ្យការបង្កើតវេទិកាផ្សព្វផ្សាយកាន់តែសម្បូរបែបមានការមាន BA ក្រុមហ៊ុននឹងជួយការបង្កើតវេទិកាផ្សព្វផ្សាយកាន់តែសម្បូរដែរមិនតែការផលិតវេទិកាសម្រាប់ការផ្សព្វផ្សាយទៅលើអនឡាញមានថាអនឡាញនោះទេបន្ថែមពីនេះទៀតការប្រើ BA ត្រូវជានឹងផលិតផលសេវាកម្មរបស់ខ្លួនអ្នកគឺអាចជួយឲ្យការផលិតវេទិកាផ្សព្វផ្សាយរបស់អ្នកកាន់តែមានចំណាយពេលតិចហើយចំគោលដៅហើយជួនកាលអាចនិយាយបានថាត្រូវចំណេញជាងការចំណាយលុយផលិតវេទិកាធម្មតាថែមទៀតផងចំណុចទី3និយាយពីប្រភេទនៃបុគ្គលល្បីគេបែងចែកប្រភេទនៃ influencer ទៅតាមចំនួនអ្នកតាមដានមាន5កម្រិតដូចខាងក្រោមនេះមាន nano influencer គឺជាអ្នកមានឥទ្ធិពលដែលមានអ្នកតាមដានចាប់ពី1000ទៅដល់10000នាក់ភាគច្រើនអ្នកមានឥទ្ធិពលនៅលើកម្រិតនេះមិនមែនជាមនុស្សល្បាញទេប៉ុន្តែពួកគេជាធម្មតាជាមនុស្សដែលគេស្គាល់ច្បាស់ពីមនុស្សមួយក្រុមពីសមត្ថភាពពិសេសឬការធ្វើសកម្មភាពជាមួយនឹងអ្នកដទៃជាច្រើនដូច្នេះ nano influencer គឺស្ម័គ្រស័ក្តិសមសម្រាប់ម៉ាកយីហោធំដែលចង់ធ្វើទីផ្សារកាន់ក្រុមជាក់លាក់ទីផ្សារ niche ជាទីផ្សាររបស់មនុស្សជិតស្និទ្ធនិងអ្នកមានឥទ្ធិពលឬម៉ាកដែលចង់ចាប់ផ្ដើមពិសេសជាមួយនឹង influencer marketing និងម៉ាកតូចៗដែលមានថវិកាកំណត់ដើម្បីជួយអ្នកមានឥទ្ធិពលឧទាហរណ៍ការសរសេរ blog ការចែករំលែកចំណេះដឹងផ្នែកជាក់លាក់ micro influencer គឺជាអ្នកមានឥទ្ធិពលដែលមានអ្នកតាមដានចាប់ពី1000ទៅដល់550 03នាក់
អ្នកមានអធិពលនៅកម្រិតនេះជាញឹកញាប់មានការណែនាំច្បាស់លាស់សម្រាប់ការបង្កើតវេទិកាតាមវិធីផ្សាយផ្ទាល់ឧទាហរណ៍មនុស្សពូកែនិយាយបញ្ចុះបញ្ចូលអ្នកដែលស្វែងយល់ផលិតផលនិងមានគុណភាពដើម្បីបង្កើតវេទិកាឬអ្នកពូកែខាងបច្ចេកទេសបច្ចេកវិទ្យាពួកគេអាចបង្កើតខ្លឹមសារអំពីចំណេះដឹងផ្នែកបច្ចេកវិទ្យា Mid Tier Influencer គឺជាអ្នកមានឥទ្ធិពលដែលមានអ្នកតាមដានចន្លោះពី5003ទៅ503នាក់ក្រុមនេះមានឥទ្ធិពលតាក់ទាញពិសេសដោយចំនួនអ្នកតាមដានច្រើនជាងក្រុមដែលមានឥទ្ធិពលតូចដូចជា Nano និង Micro Influencer ប៉ុន្តែរក្សាភាពស្និទ្ធជាមួយនឹងទស្សនិកជនពួកគេមានសមត្ថភាពខ្ពស់ក្នុងការបង្កើតការយល់ដឹងអំពីម៉ាកគេហៅថា brand ហ្នឹងហើយនឹងជាអ្នកមានឥទ្ធិពលបំផុតក្នុងការជំរុញការចូលរួមហៅថា engagement ហ្នឹង Macro Influencer គឺជាអ្នកមានឥទ្ធិពលដែលមានអ្នកតាមដានចន្លោះពី503ទៅដល់1003នាក់ក្រុមហ៊ុននេះមានទស្សនិកជនធំក្នុងរង្វង់ធំជាមនុស្សល្បីៗនិងមានឥទ្ធិពលខ្លាំងក្នុងសង្គមភាគច្រើនពួកគេធ្វើជា influencer ពេញម៉ោងដោយមានការរៀបចំវេទិកាដោយវិជ្ជាជីវៈនិងយុទ្ធសាស្ត្រហើយយុទ្ធសាស្ត្រទទួលបានការចាប់អារម្មណ៍ខ្លាំងឧទាហរណ៍តារាចម្រៀងឬតារាសម្ដែងល្បីឈ្មោះដែលមានអ្នកតាមដានច្រើនដូចជាតារាខ្មែរល្បីនៅលើបណ្ដាញសង្គមនិងមានអ្នកគាំទ្រយ៉ាងហោចយ៉ាងច្រើនហើយដល់ Mega Influencer គឺជាអ្នកមានឥទ្ធិពលដែលមានអ្នកតាមដានជាង1021អ្នកឬច្រើនជាងនេះអ្នកមានឥទ្ធិពលនៅលើសង្គមនេះជាធម្មតាពួកគេគឺជាមនុស្សល្បីល្បាញដែលត្រូវបានគេស្គាល់យ៉ាងទូលំទូលាយក្នុងសង្គមដូចជាតារាចម្រៀងតារាល្បីអត្ថពលិកឬអ្នកមានឥទ្ធិពលល្បីការកំណត់គោលដៅទីផ្សារនៅអ្នកដែលមានឥទ្ធិពលនេះគឺពិបាកព្រោះមានអ្នកតាមដានច្រើនហើយអ្នកតាមដានអ្នកមានរបៀបរស់នៅនិងចំណាប់អារម្មណ៍ខុសៗគ្នាប៉ុន្តែអត្ថប្រយោជន៍នៃក្រុមដែលមានឥទ្ធិពលគឺថាពួកគេអាចបង្កើតការស្គាល់ម៉ាកបានយ៉ាងឆាប់រហ័សជានេះទៅទៀតអ្នកតាមដានឬយុទ្ធនាការត្រូវបានគេស្គាល់យ៉ាងទូលំទូលាយយ៉ាងឆាប់រហ័សហើយផ្ដោតទៅលើការប្រើប្រាស់កេរ្តិ៍ឈ្មោះឬភាពជឿជាក់របស់អ្នកដែលមានឥទ្ធិពលទៅលើកម្រិតនេះជាជំនួយមក tip ហ្នឹងគេចង់ចែកយើងអីគេ tip ហ្នឹងមែន Nano និង Micro Influencer គឺស្ម័គ្រចិត្តសមស្របតាមទីផ្សារ niche market និងម៉ាកតូច Mid Tier និង Macro Influencer គឺស្ម័គ្រសម្រាប់បង្កើត brand និងយុទ្ធនាការទីផ្សារធំ Mega Influencer ស្ម័គ្រសម្រាប់សាកសមសម្រាប់ម៉ាកយីហោធំដែលមានតែចង់ធ្វើយុទ្ធនាការទូលំទូលាយនិងឆាប់រហ័សដូច្នេះការប្រើ influencer ផ្អែកទៅលើគោលដៅថវិកានិងអត្ថប្រយោជន៍ដែលចង់ទទួលបានការជ្រើសរើសបុគ្គលល្បីការជ្រើសរើស influencer សមស្របសម្រាប់យុទ្ធនាការទីផ្សាររបស់អ្នកសំខាន់ដែលជះឥទ្ធិពលយ៉ាងខ្លាំងទៅលើភាពជោគជ័យនៃយុទ្ធនាការនោះខាងក្រោមនេះគឺជាជំហានសំខាន់ដែលជាកត្តាដែលគួរតែពិចារណាពេលជ្រើសរើស influencer កំណត់គោលដៅទីផ្សារតើអ្នកចង់សម្រេចអ្វីយុទ្ធនាការនេះបង្កើតការស្គាល់ម៉ាកបង្កើតកម្លាំងលក់ផលិតផលបង្កើតទំនាក់ទំនងអតិថិជនការកំណត់គោលដៅឲ្យច្បាស់ដែលអ្នកជ្រើសរើស influencer សមស្របស្វែងយល់ពីអ្នកតាមដាន influencer មានថា understand their audience តើអ្នក
អ្នកតាមដានរបស់ influencer នេះគឺជានរណាអាយុភេទចំណាប់អារម្មណ៍និងទីតាំងភូមិសាស្ត្រតើអ្នកតាមដានរបស់ពួកគេស្របគ្នានឹងគោលដៅទីផ្សាររបស់អ្នកដែរឬទេជាប្រភេទ influencer ជ្រើសរើស influencer តាមកម្រិតឥទ្ធិពលរបស់ពួកគេ nano influencer អ្នកមានអ្នកតាមដានប៉ុន្មានហើយ micro influencer មានអ្នកតាមដានប៉ុន្មាន mid tier influencer មានអ្នកតាមដានប៉ុន្មានគេហៅកាត់ថា follow ហ្នឹងហើយ macro influencer ហ្នឹងមានអ្នកតាមដានប៉ុន្មានជាបែងចែកណាហើយគិតថវិកាតាមហ្នឹងទៅ mega influencer មានអ្នកតាមដានប៉ុន្មានហើយពិនិត្យមើលគុណភាពរបស់វេទិកាតើវេទិការបស់ influencer នោះមានគុណភាពខ្ពស់ដែរឬទេតើពួកគេបង្កើតវេទិកាដែលតាក់ទាញនិងពាក់ព័ន្ធទៅនឹងផលិតផលរបស់អ្នកដែរឬទេតើពួកគេមានភាពស្មោះត្រង់និងជឿជាក់ទំនុកចិត្តអំពីសំណាក់អ្នកតាមដានដែរឬទេងវាតម្លៃការចូលរួមមានថា engagement ហ្នឹងរបស់អ្នកតាមដានសំខាន់ជាងចំនួនអ្នកតាមដានដែរឬទេពិនិត្យមើលចំនួន like comment share និងការឆ្លើយតបរបស់អ្នកតាមដាន influencer ដែលមាន engagement rate ខ្ពស់អាចជាឥទ្ធិពលខ្លាំងនៅជាង influencer ដែលមានអ្នកតាមដានច្រើនប៉ុន្តែ engagement rate ទាបពិនិត្យមើលប្រវត្តិរូបតើ influencer នោះមានប្រវត្តិរូបល្អដែរឬទេតើពួកគេមានចំនួនឬទិវាអ្វីអាចប៉ះពាល់ដល់ផលិតផលរបស់អ្នកដែរឬទេតើពួកគេមានឈ្មោះស្មោះត្រង់ចំពោះអ្នកតាមដានរបស់ពួកគេដែរឬទេតើភាពឆោពិភាក្សាអំពីតម្លៃ influencer នោះគិតថ្លៃយ៉ាងម៉េចតើតម្លៃសមស្របនឹងថវិការបស់អ្នកដែរទេតើតម្លៃនោះសមស្របទៅនឹងតម្លៃដែលអ្នករំពឹងទុកពីយុទ្ធនាការនេះដែរទេចូលធ្វើកិច្ចសហការគេហៅថា build a good relationship ការសហការជាមួយ influencer គួរតែផ្អែកទៅលើទំនុកចិត្តនិងការគោរពឲ្យតម្លៃម៉ាករបស់អ្នក5ផលអវិជ្ជមាននៃការតាក់ទាញរបស់ទូជឆន្ទៈបញ្ហាសំខាន់មួយក្នុងការប្រើ BA គឺលំបាកក្នុងការគ្រប់គ្រងអាកប្បកិរិយានិងសកម្មភាពរបស់ពួកគេប្រសិនបើ BA ដែលជួលមកនោះមានបញ្ហាឬបង្ករឿងអាស្រូវវាអាចនឹងជះឥទ្ធិពលទៅលើរូបភាពនិងកេរ្តិ៍ឈ្មោះរបស់យីហោដូច្នេះមនុស្សដែលជ្រើសរើសនរណាម្នាក់ធ្វើជា BA ម្ចាស់យីហោត្រូវតែធ្វើការពិនិត្យនិងជ្រើសរើសដោយបុគ្គលប្រុងប្រយ័ត្នផ្អែកទៅលើភាពជឿជាក់និងរបស់បុគ្គលិកនោះឲ្យសមស្របទៅនឹងយីហោនិងប្រវត្តិសកម្មភាពរបស់ពួកគេការប្រើប្រាស់ influencer ដើម្បីជួយជំរុញអាជីវកម្មអាចពិបាកក្នុងការតាមដានវាអាចពិបាកក្នុងការវាស់វែងគេហៅកាត់ ROI ហើយការត្រឡប់មកវិញនៅលើការវិនិយោគនៃយុទ្ធនាការទីផ្សារដែលអ្នកប្រើប្រាស់ influencer ជាធម្មតាមុននឹងសម្រេចប្រើប្រាស់យុទ្ធសាស្ត្រអ្វីមួយឬបន្តវាត្រូវតែដឹងថារាល់ការចាយកញ្ចប់ផ្សព្វផ្សាយក្នុងចំនួនជាក់លាក់ណាមួយតើផលិតផលចំណេញបានប៉ុន្មានជាទូទៅម្ចាស់អាជីវកម្មមួយចំនួនមិនបានតាមដានតួលេខឬតាមដានតួលេខខុសដូចឃើញក្នុង like comment share ច្រើនពេក influencer ឬ page របស់គាត់ការចំនួន follow យ៉ាងកំហុសតែវាគ្រាន់តែជាតួលេខប្រយោលដែលมันអាចវាស់ស្ទង់ជោគជ័យអាជីវកម្មនោះបានទេអ្នកត្រូវគិតថាតើ$1000ដែលអ្នកផ្សព្វផ្សាយជាមួយនឹង influencer អ្នកទទួលបានផលចំណូលបានប៉ុន្មានតើវារួចខ្លួននឹងចំណេញដែរឬទេក្រៅពីនេះតើអ្នកអាចវាស់ស្ទង់តួលេខផ្សេងទៀតតាមភាពជាក់ស្ដែងផងដែរដើម្បីធានានៅនិរន្តរភាពម្ចាស់អាជីវកម្មត្រូវតែអនុវត្តយុទ្ធសាស្ត្រទីផ្សារចម្រុះតែគ្រប់ដណ្ដប់វិធីសាស្ត្រផ្សេងដោយសម្រាប់ទៅលើក្រុមហ៊ុនអតិថិជនគោលដៅយុទ្ធសាស្ត្រទាំងនោះអាចរួមបញ្ចូលការប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គមដោយភាពច្នៃប្រឌិតនិងផ្ដោតទៅលើវេទិកាប្លែកៗដែលចំគោលដៅការរៀបចំព្រឹត្តិការណ៍ដែលតាក់ទាញនិងភ្ជាប់នឹងទំនាក់ទំនងជាមួយនឹងទស្សនិកជនការច្នៃប្រឌិតផលិតផលឬសេវាកម្មដើម្បីបំពេញតម្រូវការអតិថិជនវិធីសាស្ត្រផ្សេងៗដែលសមស្របតាមបរិយាបទនិងលក្ខណៈរបស់អតិថិជនគោលដៅ
ការអនុវត្តយុទ្ធសាស្ត្រចម្រុះជួយឲ្យអាជីវកម្មទៅដល់ទស្សនិកជនកាន់តែទូលំទូលាយនិងចម្រុះព្រមទាំងបង្កើតភាពបត់បែនដោយមិនពឹងផ្អែកទៅលើពិភពតែមួយវារបៀបដូចជាការលើកឱកាសច្រើនដោយផ្លូវសម្រាប់អាជីវកម្មបង្កើតឯកសារកំណើតអតិថិជនដ៏រឹងមាំក្នុងរយៈពេលវែងសូមចងចាំថាការធ្វើអាជីវកម្មមិនត្រូវតែប្រើអារម្មណ៍ទាំងស្រុងនោះទេអ្នកត្រូវតែមានប្រើគំនិតយុទ្ធសាស្ត្រនិងតួលេខដើម្បីការសម្រេចចិត្ត6សេចក្តីសន្និដ្ឋានមេរៀននេះបានបង្ហាញច្បាស់ថាទូចឆន្ទៈគេហៅកាត់ថា BA ឬ influencer មានតួនាទីដ៏សំខាន់ក្នុងការធ្វើទំនាក់ទំនងសាធារណៈនិងទីផ្សារសម័យថ្មីតែពួកគេមិនត្រឹមតែជួយផ្សព្វផ្សាយផលិតផលឬសេវាកម្មប៉ុណ្ណោះទេថែមទាំងជួយបង្កើតនូវការស្គាល់យីហោទាក់ទាញអតិថិជនថ្មីនិងជំរុញដល់ការលក់ឲ្យកាន់តែប្រសើរឡើងក្នុងរយៈពេលខ្លីតាមឥទ្ធិពលរបស់ពួកគេជាពិសេសនៅក្នុងបណ្ដាញសង្គមទូចឆន្ទៈអាចបង្កើតទំនុកចិត្តដល់មហាជននិងផ្ដល់ភាពងាយស្រួលដល់ការអាជីវកម្មក្នុងការដល់ទស្សនិកជនគោលដៅថាជាអត្ថប្រយោជន៍ដ៏ធំធេងបើធៀបទៅនឹងវិធីសាស្ត្រទីផ្សារបុរាណការបែងចែកប្រភេទ influencer ជា nano micro mid tier macro និង mega ក៏បានបង្ហាញថាការជ្រើសរើសបុគ្គលដែលសមស្របទៅនឹងទំហំអាជីវកម្មនិងគោលដៅទីផ្សារគឺជាកត្តាសំខាន់ដែលអាចនាំឲ្យទៅរកភាពជោគជ័យទោះបីជាការប្រើទូចឆន្ទៈមានអត្ថប្រយោជន៍ច្រើនក៏ដោយវាមិនមែនគ្រាន់តែមានហានិភ័យនោះវាមិនមែនគ្មានហានិភ័យនោះទេបញ្ហាក៏នៅគ្រប់ទីកន្លែងនឹងហានិភ័យរឿងរ៉ាវស្រូវដែលអាចប៉ះពាល់ដល់ម៉ាកការចំណាយខ្ពស់និងផលលំបាកក្នុងការស្ទង់ផលវិបាកក្នុងការត្រឡប់មកវិញគេហៅថា ROI គឺជាចំណុចដែលអាជីវកម្មត្រូវពិចារណាដោយប្រុងប្រយ័ត្នការជ្រើសរើសទូចឆន្ទៈដោយខ្វះការសិក្សាឲ្យបានហ្មត់ចត់នាំឲ្យមានផលវិបាកវិជ្ជមានដែលប៉ះពាល់ទាំងកេរ្តិ៍ឈ្មោះនិងហិរញ្ញវត្ថុរបស់ក្រុមហ៊ុនលើពីនេះទៅទៀតការពឹងផ្អែកទៅលើទូចឆន្ទៈជាយុទ្ធសាស្ត្រដែលអាចធ្វើអាជីវកម្មខ្វះភាពបត់បែននិងនិរន្តរភាពក្នុងរយៈពេលវែងទោះមានផលិតផលមិនតែងតែជាប់លាប់គ្រប់ពេលសរុបដើម្បីឲ្យការប្រើប្រាស់ទូចឆន្ទៈទទួលបានភាពប្រសិទ្ធភាពខ្ពស់បំផុតអាជីវកម្មត្រូវតែធ្វើការវិភាគឲ្យបានហ្មត់ចត់កំណត់គោលដៅច្បាស់លាស់និងបញ្ចូលយុទ្ធសាស្ត្រទីផ្សារចម្រុះផ្សេងដូចជាការប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គមប្រកបទៅដោយភាពច្នៃប្រឌិតការរៀបចំព្រឹត្តិការណ៍ការបែងកែលម្អផលិតផលឲ្យឆ្លើយតបទៅនឹងតម្រូវការទីផ្សារការសម្រេចចិត្តគួរតែផ្អែកទៅលើតួលេខនិងទិន្នន័យជាក់ស្ដែងជាមួយនឹងអារម្មណ៍ដើម្បីធានាថារាល់ការវិនិយោគទទួលបានផលចំណេញសមស្របសរុបមកទូចឆន្ទៈគឺជាឧបករណ៍ដ៏មានឥទ្ធិពលប៉ុន្តែខាងអនុវត្តប្រកបទៅដោយភាពជោគជ័យទាមទារឲ្យការរៀបចំផែនការយ៉ាងល្អឡើងច្បាស់លាស់និងការប្រើប្រាស់ប្រកបទៅដោយភាពឆ្លាតវៃដើម្បីឲ្យអាជីវកម្មអាចរីកចម្រើនបានយូរអង្វែងចឹងមេរៀនទី6ខ្ញុំត្រូវបានបញ្ចប់ហើយសូមអរគុណច្រើនលោកគ្រូ